បងកំងកាហ្វេខ្មៅមួយយកក្តីសង្ឃឹម100%បងសុំកាហ្វេខ្មៅមួយយកក្តីសង្ឃឹម100%សូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំវ៉ាន់ Hello everyone ថ្ងៃនេះខ្ញុំអង្គុយធ្វើការរៀង stress ដោយសារតែការងារឯកសារច្រើនក៏ដាក់ចម្រៀង rap ស្ដាប់តែនៅពេលដែលស្ដាប់ទៅហ្នឹងស្រាប់តែ YouTube បាន recommend ចម្រៀងមួយបទមកឲ្យខ្ញុំហើយនិយាយតាមត្រង់ខ្ញុំអត់ស្គាល់គាត់ទេណាខ្ញុំទៅស្ដាប់បទចម្រៀងគាត់លើកទី1ហើយខ្ញុំចាប់អារម្មណ៍មែនតើខ្ញុំចង់យកវាមកចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាឥឡូវតោះដើម្បីកុំឲ្យខាត់ពេលយូរយើងទៅស្ដាប់បទនឹងទាំងអស់គ្នាកម្មវិធីនេះបងដោយតាំងពីទូចម៉ែបង្រៀនស៊ីអីអស់ពីចានបើក្មេងវាឆ្លាតហត់តែសន្ទូចក៏វាអាចទូចត្រីបានខ្ញុំសុំស្គប់មួយសិនចម្រៀងនេះពេលដែលខ្ញុំស្ដាប់ដំបូងគេដែលវាចេញមកមុនដំបូងវា interesting ជាមួយនឹងបទចម្រៀងពីដើមនៅពេលដែលខ្ញុំស្ដាប់ហើយគឺខ្ញុំនឹកទៅដល់អារម្មណ៍ដែលខ្ញុំកាលពី10ឆ្នាំមុនអីស្ដាប់បទចម្រៀង rap របស់ Club Your Hand របស់បងសុកវិសាលគឺគាត់ bring rap ហ្នឹងមកខ្មែរដែលយកបទចម្រៀងខ្មែរដែលបទចម្រៀងបង្កើតថ្មីហ្នឹងយកមកមិចជាមួយនឹងចម្រៀងចាស់បុរាណដែលធ្វើឲ្យវាហ្នឹងស្ដាប់មកទៅវាចូលគ្នាស៊ីគ្នាហ្មងណាឥឡូវយើងទៅស្ដាប់តឥឡូវនិយាយទៅអត់ឡើយក៏វាអាចស្ទួយត្រីបានដៃពីរជើងពីរបើគេធ្វើបានមិនក៏ឯងធ្វើមិនបានពាក់ស្បែកជើងផ្ទាត់អាចឆ្កែណាតែមើងងាយទេហៅខ្មោចដំជ័យជ្វាមកវាយគ្នាជាមួយពួកព្រាយជួយផងបងច័ន្ទមនីខ្ញុំតយពីដាក់ឲ្យអ្នកឯងចុកចម្រៀង KODOT សង្កាត់បឹងកក់ពីទុកអញក៏លុបដើរលើព្រះច័ន្ទអាចហៅខ្ញុំ Michael Jackson ដល់ថ្ងៃនេះព្រោះតែខ្ញុំតាន់ក្មេងយើងមានពូជពងសប្តាហ៍ទៅណាមកណាក៏យើងសំខាន់តែមិនទាន់បញ្ចប់ខំប្រឹងដល់ថ្ងៃគេកប់រឿងខ្មែរ shit នៅបន្ទប់តែហប់តោះយើងបបអួយហើយជួនទៅចប់យូរវ័យ18ក្តីសម័យនៅពេញខ្លួនហើយយកតែភ្នែកមកស្រោចតំណាំស្រោចផ្កាសួនចម្រៀងខ្ញុំគឺជាកាហ្វេខ្មៅនៅពេលព្រឹកសូមយកបេះដូងអ្នកយកមកស្ដាប់ហើយយកក្បាលយកមកគិតយកបេះដូងយកមកស្ដាប់ហើយយកក្បាលយកមកគិតពេលដែលពងតែធ្វើការ stress ស្ដាប់បទចម្រៀងនេះគឺធូរហ្មងបងកំងកាហ្វេខ្មៅមួយយកក្តីសង្ឃឹម100%អ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺ visual របស់គាត់យក photograph សខ្មៅយកមកដាក់នៅក្នុងហ្នឹងហើយភាគច្រើនគឺជាសកម្មភាពគឺជា emotional សកម្មភាព art interesting បើសិនលូកត្រូវតែលូកអីកប់សម្រាប់ចិត្តតែធ្វើអីមួយត្រូវតែ10លើ10អ្នកមិនស៊ូជាមួយយើងត្រូវកាត់ចោលឲ្យអស់គេមិនខ្វល់ពីយើងផងកាត់ចោលមានអីត្រណោះខ្លាចគេអន់ចិត្តតែគេអត់ខ្លាចយើងអន់ចិត្តផងថ្ងៃដែលមេងងងឹតគ្មានអ្នកណាចង់ឈរចិត្តយើងផងពេលបើកមាត់និយាយសុំមេត្តាឆ្លងកាត់ឡាតែសាភ័ក្របើជើងគេដើរមើលចង់ដឹងដើរបានប៉ុន្មានម៉ែត្រទោះបីពេលនេះពួកយើងមិនតន់ហែលដល់ត្រូវខ្ញុំស្ដាប់បទចម្រៀង rap គឺខ្ញុំស្ដាប់ហើយគឺខ្ញុំគិតទៅលើ lyric របស់គាត់ហ្មងគឺគាត់ចាញ់មកតែគាត់មានការគិតខ្ពស់រាល់ថ្ងៃមិនទាន់មានអីផងពេលចូលដេកឲ្យចេះខ្មាស់ខ្នើយដំណើរជីវិតកំសត់តែពួកយើងមិនកំសាកឡើយអញ្ញាកដាលថែម4នាទីឬ5នាទីត្រូវលេងបងហើយបើដើរត្រូវគឺយើងជោគជ័យបើបរាជ័យត្រូវដើរម្ដងទៀតគ្រាប់ពេជ្រវាមានតម្លៃព្រោះគ្រាប់ពេជ្រដោះដោយសារសម្ពាធឆ្លៀតដើម្បីគ្រួសារឆ្លៀតដើម្បីមហិច្ឆតាសូមចាំនៅក្នុងសៀតកាមមនុស្សស្រឡាញ់យើងគឺសំខាន់ណាស់លុយគឺមិនអាចទិញភាពស្មោះត្រង់បើនោះស្រីស្រឡាញ់យើងពិតមិនខ្វល់ជិះឡានឬជិះកង់ហើយមនុស្សប្រុសដែលចេះតស៊ូនឹងលើកមុខមាត់នៃស្ត្រីដែលនៅជាមួយយើងយូរនឹងលើកមុខមាត់របស់ប្តី Let's go ត្រូវសំណាបយងដៃស្រីយងប្រុសKODOT ចប់ Oh my god interesting lyric របស់គាត់ I love it អ្នកទាំងអស់គ្នាអាចចូលទៅស្ដាប់បទចម្រៀង original ហើយគាំទ្រគាត់បានគាត់មានឈ្មោះថាកូដុតមិនកូដុតញ៉ាំទេណាកូដុតអ្នកចម្រៀងបទចម្រៀងហ្នឹងគឺមានចំណងជើងថាកាហ្វេខ្មៅពេលព្រឹក morning espresso ហើយបើខ្ញុំមើលទៅតាម credit ហ្នឹងគឺគាត់ធ្វើខ្លួនឯងទាំងអស់តាំងពី lyric mix and master
ហើយ artwork ក៏ដូចជា edit video ហ្នឹងគឺគាត់ធ្វើទាំងអស់ធ្វើខ្លួនឯងទាំងអស់ interesting ហើយគាត់ដាក់ source photo មកខ្ញុំស្ដាប់មើលទៅinteresting ស្តៀងគ្នាជាមួយនឹង Clap Your Hand ចេញមក vibe ស្តៀងគ្នា interesting ខ្មែរ American song ហ្នឹងហើយមិនគ្នាបទចម្រៀងថ្មីសរុបមកគឺខ្ញុំសប្បាយចិត្តមែនទែនកំឡុងពេលដែលបរទេសគាត់ផលិតបទចម្រៀងមកល្អខ្មែរយើងក៏ទៅមុខដែរខ្ញុំសង្ឃឹមថានឹងឃើញស្នាដៃល្អរបស់គាត់ចេញមកបន្តទៀត My real shit កូដដយេថ្ងៃនេះវីដេអូរបស់យើងមានតែប៉ុណ្ណឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់ជាចុងក្រោយកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាយបាយ